ខ្ញុំបាទវ៉ាន់សុគន្ធាសូមគោរពជំរាបសួរសម្ដេចទ្រង់អាដាមលោកជំទាវលោកស្រីអ្នកនាងកញ្ញាដែលតាមដានសារព័ត៌មាននៅកម្ពុជាថ្មីសូមស្វាគមន៍ជាថ្មីមកកាន់វេទិកាអ្នកជំនាញប្រចាំសប្តាហ៍នេះវេទិកាអ្នកជំនាញប្រចាំសប្តាហ៍នេះខ្ញុំសូមបន្តលើកឡើងពាក់ព័ន្ធទៅនឹងបញ្ហាចំនួនព្រំដែនរវាងកម្ពុជានិងថៃហើយប្រធានបទរបស់ខ្ញុំនៅថ្ងៃនេះខ្ញុំនឹងផ្ដោតសំខាន់ទៅលើការរួបរวมគ្នាជាធ្លុងមួយទាំងប្រជាពលរដ្ឋកម្ពុជាទាំងគណៈបកនយោបាយជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ទល់ក៏ដូចជាការទប់ស្កាត់នៃការឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជាវាគ្មិនរបស់យើងដែលជជែកពាក់ព័ន្ធទៅនឹងប្រធានបទនេះគឺលោកគុជលីដែលជាប្រធានគណៈបកខ្មែរតែមួយដោយសារតែមានការបែកនៅកិច្ចសន្ទនារវាងសម្ដេចតេជោហើយនឹងនាយករដ្ឋមន្ត្រីថៃនឹងស្ថានភាពដោយលោកញឹកប៊ិនឆៃបានលើកឡើងអញ្ចឹងគឺថាមានភាពរំជើបរំជួលនៅក្នុងប្រទេសថៃខ្ញុំចង់សួរលោកគុជលីមានថាតើការបែកធ្លាយសម្លេងនេះហើយភាគីថៃបានលើកឡើងចេះថាការធ្វើបែកសម្លេងដូចជាអត់សិលធម៌ហើយថាដោយសម្ដេចតេជោហើយដូចជាអត់វិជ្ជាជីវៈអីអញ្ចឹងទៅធ្វើឲ្យមានការបែកសម្លេងលោកគុជលីមើលឃើញមិនរឿងនេះបាទសារជាថ្មីគឺសូមអរគុណដល់កម្ពុជាថ្មីដែលបានផ្ដល់កិត្តិយសដល់លោកខ្ញុំបាទហើយជាការពិតណាស់ដោយអាដាមញឹកប៊ុនឆៃហើយបានមានប្រសាសន៍មួយជ្រុងក្នុងការដែលយើងតាមដានសភាពការនៅក្នុងប្រទេសកម្ពុជាក្នុងនាមយើងជាអ្នកនយោបាយគិតគូរចូលរួមចំណែកជាមួយរដ្ឋាភិបាលឆ្លៀតឱកាសនេះដែរគឺខ្ញុំសូមកោតសរសើររដ្ឋាភិបាលមែនទែនជាពិសេសគឺសម្ដេចតេជោហ៊ុនសែនសម្ដេចធម្មដីបានដុតដៃដុតជើងក្នុងការពារបូរណភាពទឹកដីជាពិសេសគឺកំណើនជាតិនិយមគំនិតជាតិនិយមបានបណ្ដុះនៅពេលនេះនៅពេលដែលយើងឃើញថាព្រឹត្តិការណ៍ក្តៅឡើងនៅពេលនៅថ្ងៃទី28ឧសភាឆ្នាំ2025យើងឃើញថាថៃបានបាញ់យើងទាំងកណ្ដាលព្រឹកព្រលឹមធ្វើឲ្យកងទ័ពរបស់យើងបាត់បង់ជីវិតអញ្ចឹងនៅពេលបាត់បង់ជីវិតនេះមិនមែនជាបាត់បង់ធម្មតាទេគឺទាហានមួយនាក់នេះគឺជាទាហានដែលជំរុញមនសិការជាតិឲ្យខ្ពស់កាន់តែខ្លាំងហើយកុំភ្លេចថាអ្នកណាអ្នកបាញ់សម្លាប់កម្ពុជាគឺថៃចាំខ្ញុំឆ្លើយតបជាមួយនឹងក្រមសីលធម៌វិជ្ជាជីវៈដែលលោកមានប្រសាសន៍មិញអញ្ចឹងយើងមើលឃើញថាសភាពការជាទូទៅក្នុងនាមខ្ញុំជាអ្នកនយោបាយម្នាក់ដែលយើងតាមដានយ៉ាងក៏ក្រឹកក៏ក្រែងគឺជាពិសេសគឺចង់ដឹងថាតើប្រជាជនកម្ពុជាទាំងក្នុងនិងក្រៅប្រទេសចាប់អារម្មណ៍នឹងការឈឺចាប់ជាមួយនឹងប្រវត្តិសាស្ត្របច្ចុប្បន្ននិងថ្ងៃអនាគតពីព្រោះទឹកដីប្រទេសកម្ពុជារបស់យើងគឺជាទឹកដីរបស់យើងមាតុភូមិកម្ពុជាគឺជាមាតុភូមិរបស់យើងបច្ចុប្បន្នភាពថាសន្តិភាពដែលយើងមានហើយសម្ដេចតេជោជាសន្តិភាពគំរូនៅកម្ពុជាគំរូនៅអាស៊ានរហូតដល់គំរូនៅពិភពលោកទៀតពីព្រោះអង្គការសហប្រជាជាតិគាត់បានមានប្រសាសន៍ថាសម្ដេចតេជោជាគំរូសន្តិភាពអ្វីបិទថៃបានញុះញង់ថៃបានវាយយើងមុនថៃបានគំរាមកំហែងថៃបានបិទព្រំដែនឯកតោភាគីថៃបានគំរាមបិទអ៊ីនធឺណិតបិទភ្លើងគ្រប់បែបសពយ៉ាងគឺថៃជាអ្នកផ្ដើមក៏ប៉ុន្តែកម្ពុជាមានបទពិសោធន៍ដោយឯអាដាមញឹកប៊ុនឆៃនៅទីនេះក៏សិតតែមានបទពិសោធន៍នៅក្នុងការធ្វើសង្គ្រាមមានន័យថាខ្មែរមិនខ្លាចទេប៉ុន្តែអ្វីដែលខ្មែរខ្លាំងនៅពេលនេះគឺការអត់ធ្មត់ចង់រក្សាសន្តិភាពព្រោះសន្តិភាពឥឡូវសន្តិភាពកម្ពុជាមិនមែនសន្តិភាពកម្ពុជាឥឡូវគឺសន្តិភាពពិភពលោកអញ្ចឹងយើងរងចាំយើងដើម្បីឆ្លើយតបជាមួយនឹងព្រឹត្តិការណ៍ដែលបានកើតឡើងរវាងការបែកធ្លាយទូរស័ព្ទរវាងសម្ដេចតេជោហ៊ុនសែនជាមួយនឹងនាយករដ្ឋមន្ត្រីថៃយើងមើលឃើញថាព្រឹត្តិការណ៍នេះសម្រាប់ខ្ញុំយល់ឃើញខ្លួនខ្ញុំឯណាខ្ញុំយល់ឃើញថាសម្ដេចតេជោកំពុងជួយសង្គ្រោះនាយករដ្ឋមន្ត្រីថៃវិញទេទី1យើងឃើញថានៅក្នុងប្រទេសថៃកំពុងតែមានបញ្ហាផ្ទៃក្នុងខ្លួនឯងហើយកំពុងព្យាយាមយកផ្ទៃក្នុងខ្លួនឯងមកលាបពណ៌នៅក្នុងប្រទេសកម្ពុជាដើម្បីឲ្យសង្គ្រោះនយោបាយរបស់ខ្លួនយើងមើលឃើញថានាយករដ្ឋមន្ត្រីថៃនិងក្រមយោធាកំពុងតែមានបញ្ហានៅក្នុងប្រទេសមិនមែនត្រឹមកម្ពុជាមានបញ្ហានៅជុំវិញខ្លួនរបងផងជាមួយទៀតមានប្រទេសឡាវប្រទេសភូមានៅម៉ាឡេស៊ីអីទាំងដើមអញ្ចឹងយើងឃើញថាតំបន់ក្តៅទាំងសងខាងណាក៏ប៉ុន្តែដោះស្រាយមិនចេញខ្ញុំគិតថាដោះស្រាយមិនចេញគឺនាយករដ្ឋមន្ត្រីថៃត្រូវការសុំយោបល់ពីសម្ដេចតេជោអញ្ចឹងតេជោឲ្យយោបល់តាមទូរស័ព្ទហ្នឹងទៅអញ្ចឹងឲ្យគំសាភ្ជាប់រឿងបញ្ហាខ្លួនឯងហើយមកតម្លាក់កំហុសលើកម្ពុជាអ្នករងគ្រោះរហូត
dương mơ bảo vật xaประเทศកម្ពុជាអត់ដែលលួចដឹកដីប្រទេសចិត្តសាងយើងចិត្តខាងយើងវាណាទេអញ្ចឹងរឿងនេះគឺថៃខ្លួនឯងត្រូវការកម្ពុជាដើម្បីជួយសង្គ្រោះនាយករដ្ឋមន្ត្រីទេបើនិយាយរឿងធៀបពេទ្យអញ្ចឹងខ្ញុំគិតថានាយករដ្ឋមន្ត្រីថៃនេះទូរស័ព្ទមិនដឹងថាអ្នកណាមុនទេប៉ុន្តែការសន្ទនានេះហាក់ដូចជាសុំឲ្យសម្ដេចតេជោជួយយុទ្ធសាស្ត្រដើម្បីសង្គ្រោះខ្លួនទៅវិញពីព្រោះយើងដឹងហើយយើងមើលឃើញថាកម្ដៅនយោបាយរវាងថៃនិងខ្លួនឯងហ្នឹងគឺជាមួយនឹងមេដឹកនាំវិជាការភូមិភាគ2តែម្ដងពីព្រោះបុគ្គលហ្នឹងគឺជាបុគ្គលមួយដែលញុះញង់ឲ្យប្រជាជនថៃស្អប់កម្ពុជាស្អប់ខ្មែរយើងតែម្ដងអញ្ចឹងមានន័យថានាយករដ្ឋមន្ត្រីថៃចង់ដោះស្រាយតាមការទូតតាមឆន្ទៈអ្វីទាំងអស់ឥឡូវយើងមើលឃើញថាសំណុំរឿងនៅព្រំដែនអ្វីដែលយើងបានរៀបចំរួចហើយថ្ងៃទី15ខែមិថុនាគឺ25នេះយើងបានដាក់ឯកសារទៅទីក្រុងឡាអេគឺ ICJ តែម្ដងអញ្ចឹងព្រឹត្តិការណ៍នេះបានកើតឡើងមានន័យថាកម្ពុជាមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការធ្វើសង្គ្រាមក្តីរកសន្តិភាពក្តីក៏ប៉ុន្តែកម្ពុជាឈានដល់ខ្នាតអន្តរជាតិមួយគឺស្វែងរកការទូតអញ្ចឹងដោះស្រាយបញ្ហាការទូតនឹងហើយដែលធ្វើឲ្យកម្ពុជាបានដាក់ឯកសារមួយជំហានទៅមុនទោះបីរូបភាពណាក៏ដោយបើសិនជាថៃមិនគោរពច្បាប់អន្តរជាតិទេថៃនឹងមានការគ្រោះថ្នាក់ចំពោះខ្លួនវិញអញ្ចឹងហើយមានន័យថាកម្ពុជាបានអត់ធ្មត់តាំងពីថ្ងៃទី28ឧសភាយើងមកនៃការបាញ់ហើយគម្រាមកំហែងសំឡើងប៉ុន្តែកម្ពុជានៅតែជាកម្ពុជាដដែលដោយសារកម្ពុជាគឺជាកម្ពុជាសន្តិភាពនិយមអញ្ចឹងយើងមើលឃើញថាការសន្ទនានេះគឺអាចធ្វើឲ្យប្រទេសថៃច្របូកច្របល់តាមការសន្ទនារវាងសម្ដេចតេជោនិងនាយករដ្ឋមន្ត្រីថៃទី1គឺការទុកចិត្តរបស់ខ្លួនអញ្ចឹងហើយបានយើងមើលឃើញថាប៉ុន្តែទោះបីថៃក៏ដោយសៀមក៏ដោយនៅប្រទេសថៃណាយើងមើលឃើញថាព្រឹត្តិការណ៍នោះរួចហើយក្រោយពីការបែកធ្លាយទូរស័ព្ទយើងឃើញថាព័ត៌មានថៃគេប្រកែព័ត៌មានថាធ្វើម៉េចឲ្យកម្ពុជាងាកទៅថាគេថាម្នាក់គេគិតថាលោកស្រីនឹងលាលែងទាំងយប់ហ្នឹងធៀបពិតគេអត់បានលាលែងទេឥឡូវនេះគេត្រូវគ្នាវិញហើយគេនឹងមានមកទស្សនកិច្ចនៅតាមបណ្ដោយព្រំដែនហើយមកជួបជាមួយនឹងកងទ័ពមេបញ្ជាការភូមិភាគ2ទៀតអញ្ចឹងមានន័យថាទោះបីថៃណាក៏ដោយក្រុមណាក៏ដោយក៏ប៉ុន្តែគេក៏នៅតែជាតិនិយមដើម្បីចង់បានទឹកដីកម្ពុជានឹងដែរខ្ញុំសូមកាត់បន្តិចជាការពិតហើយបានមានការប្រឌិតព័ត៌មានជាច្រើនមែនទែនដោយលោកគុញលីបានលើកឡើងប៉ុន្តែអ្វីដែលខ្ញុំចាប់អារម្មណ៍ចេះការប្រឌិតព័ត៌មានរបស់ថៃហ្នឹងតាំងពីថ្ងៃទី28ឧសភាមកដល់ពេលនេះហាក់ដូចមិនមែនជារឿងមួយចម្លែកទេដោយសារព័ត៌មានថៃរួមទាំងក្រមយោធាថៃមួយចំនួនតែងតែប្រឌិតព័ត៌មានដើម្បីយកប្រៀបលើកម្ពុជារឿងមួយដែលខ្ញុំចាប់អារម្មណ៍គឺថាថៃបានលើកឡើងពាក់ព័ន្ធទៅនឹងការបញ្ចេញឬក៏ការបែកធ្លាយនៅសារសន្ទនានេះថាកម្ពុជានឹងអត់សិលធម៌អត់យល់ពីវិធីសារការទូតអីខ្ញុំចង់លោកគុជលីបកស្រាយរឿងហ្នឹងតើវាអញ្ចឹងមែនឬក៏យ៉ាងម៉េចបាទជាការពិតរឿងវិជាជីវៈរឿងការទូតវាមាននៅក្នុងប្រទេសមួយទៅកាន់ប្រទេសមួយប៉ុន្តែសំណួរខ្ញុំសួរថានៅពេលដែលថៃបានឈ្លានពានបាញ់សម្លាប់កងទ័ពយើងតើថៃបានគោរពការទូតទេថៃបានវិក្រមវិជាជីវៈទេហ៊ានទេនៅក្នុងក្របខ័ណ្ឌអាស៊ានរបស់យើងជាសមាជិកអាស៊ានតើអង្គការអាស៊ានសមាគមអាស៊ានរបស់យើងចាត់ទុកជាសមាគមអ្វីបើអ្នកមិនគោរពច្បាប់នេះហើយគឺការទូតមួយអ្នកបានរំលោភច្បាប់ការទូតរួចហើយអ្នកណាសម្លាប់កងទ័ពខ្មែរគឺធាតុសៀមអ្នកណាគំរាមបិទច្រកជំដានឯកតោភាគីគឺសៀមខ្លួនឯងហើយយើងនៅក្នុងច្បាប់ទីផ្សារសេរីនៅក្នុងច្បាប់អាស៊ានបើយើងអត់បាននិយាយអ្វីទាំងអស់ប៉ុន្តែថៃជាអ្នកបង្កហេតុហើយចង់ទម្លាក់កំហុសនៅប្រទេសកម្ពុជានៅពេលដែលបែកសារធ្លាយពីសម្ដេចតេជោនិងនាយករដ្ឋមន្ត្រីថៃរបស់ខ្លួនថាជាអត់មានក្រមសីលធម៌វិជ្ជាជីវៈនេះបើយោងតាមប្រសាសន៍របស់អ្នកនាំពាក្យក្រសួងការបរទេសអញ្ចឹងយើងមើលឃើញថាខ្លួនឯងទេដែលជាអ្នកនាំសារឲ្យនៅក្រសួងការបរទេសមិនបានបំពេញកាតព្វកិច្ចខ្លួនដែលជាអ្នកការទូតមួយដែលក្នុងសម្រាប់បញ្ជូនសារនៅក្នុងប្រទេសកម្ពុជាប៉ុន្តែអ្នកឯងមានបានបកស្រាយទេថាពេលដែលអ្នកឯងរំលោភនៅក្នុងប្រទេសកម្ពុជាមិនធម្មតាទេបាញ់សម្រាប់កងទ័ពរបស់កម្ពុជាអញ្ចឹងយើងមើលឃើញថានេះកំពុងតែភាសាខ្មែរថាស៊ីបាយសត្វស្វាស៊ីបាយលោកមើលវត្តទៅពេលណាអញ្ចឹងថៃកំពុងតែកុហកនៅលើពិភពលោកចំពោះច្បាប់ការទូតថៃកំពុងតែបំពេញលើបញ្ហាការទូតផ្សេងទៀតជាពិសេសគឺនៅតំបន់អាស៊ានរបស់យើងទាំងខ្លួនឯងមានបញ្ហានៅជុំវិញប្រទេសរបស់ខ្លួនអត់មានរោមមធ្យោបាយទេកំប៉ុន្តែទម្លាក់កំហុសលើគេអញ្ចឹងការបាយសាររបស់សម្ដេចតេជោសម្រាប់ខ្ញុំនៅតែគិតថា
xa sầm đạch để chu để bài clear này cứ chui đòn này dụ đòn rây thay luôn anh đi để chỉ ca đầm bay oi và thu và thôi nơi không tây không tụi mình cặp bàn tay luôn ai để miền tôi trở đặt nơi bên để bài xa năng hái cứ tầm lệ còn hóc oi cam bị chia thứ mấy cái vô lấy đầm bay rùm cái này trong ban prom đài vào dương tại mình bố ở lấy dương mơ khơi tha xa cái thề bàn tay dương thời trăm dương vĩnh bố thay đưa cửa xiêm mấy cửa đây cái mình tha smart đây chuyện này giống dương complex cái nơi ta trai cái này bị buộc cái màu chuột cái này cho môi nó con top được trong giấy bị đam chẳng cái nơi tầm miên chất trong liên biên được tất đầy cam bị chia mình toàn squall mà rồi nơi bị bẩn đăng ICJ dương người tỷ chẳng miền đây cái bòng váy bởi sự nhập trong cái bòng váy tất cả dọc rương xe là thoa rồi có miền cầm xe là thoa cả tốt có bàn tay nè luôn ai np để Campuchia đặt ai cả xa từ tờ la ca ICJ hai ấy còn ai mình cho luôn từ bộ sai tha ta nâng cầm xe là thoa vị trí chỉ việc đại tế đại Campuchia bán đặt ai cả xa từ ICJ cho mình gì phong tham mình lộp tực đây là bao luôn anh phong tới buổi cho bạp cả tụt hai ấy con nè mình hiên từ tua squad carpet nơi riêng của vật sắc bài chỉ vô riêng xa sầm đại để châu hồn sáng một phơi chỉ riêng là vô bài hai liệp po cam chỉ vay nên nơi chúng buông bốc để thợ đo sái cứ thay thợ từ từ tờ la ca ICJ từ vô sầm long riêng bởi sân chỉ on lục pukai hai chlat cục riêng xong ai phải chun tờ la ca phải chun mê từ vi đó là bay là bài nơi thóc thái đầm bay từ to tăng nên nó cái đây lương on trại chiết nó tới biển lò chỉ chén màu liệp po nơi không phải tây cam chỉ chẳng nơi sầm mày này cứ nơi p đai để chủ nơi p để sầm đạch bò thọ ở đây kháng trong cái thà thay cầm pung tại khai nơi p để khai hay kia bằng cát po miếng khai ở trán đầm bay bị nhung ở bị chia bồ rọt khmai pung vịnh xong complex tha bị chia bồ rọt khmai để cầm pung thư cam có nơi không phải tây thay rọp sen rọp liền nè cầm pung nơi tin nếu ba nè này dễ khó trong kết tháp rồi chi chun khmai chun chiết khmai để dương nơi liền thấy thưa bạc bị hiện cá màu về tây Campuchia vĩnh miền này tha sẽ từ cái thay nâng bất năng bài tại mà đỏ dương mình khơi tham nơi bên này ria ra tha về ba cầm pung vô chất tộc đạn trực tiếp bộc phát đầm bay từ túi cam mà có dương tờ lập ở mình trong kết tha bong pôn nơi không về tây thầy dương kết tha bạc thưa cái càng nghe mà chuyển đồn bỏ đo pe về liên này cua tại mà control ria ra tha về ba cua nom nên tờ lập một tiếng hơi dương vĩnh màu tiếng dương vĩnh tiếng dương sầm bố càng nghe nè miền khai bấy à khai cầm pung spư khai tơ cài khai co con bạc cá cam mà có rọp mơn này ria ra tha về ba cầm pung tay tiêm lẹ cả nè xong bây giờนั้นก็ส้มตาซาเรียนท่าพิบาลได้แล้วยังคือท่าตาสุดลูกตาปองมองนั่นคือมีในท่ากระปงกับเพียคล้วนไทยกระปงโรจับแต่แล้วปองบานตัวกาความโตปีสำหรับบวทอปได้อาจมาดอติการเชี่ยยังชับเลยยังไม่เคยท่ากำนันเชียดนิยมหรือว่ายังคือการล้างใจนะเชี่ยไปใช้คือชมกิจท่ากรรมกรในขนมประเทศไทยหนึ่งวิลตลอดมาชับในขนมประเทศบาเส้นจีไทยในเย่ข้อพิการเป็ดบาเส้นจีไทยเนื้อบันล้ำปอร์เมียนคล้ายตุ่มเลี้ยกับพ่อมาเรียนทางวาทิตคือขมายยังคือเจพิซาไทยชราหน้าในขนมประเทศไทยรบเรียนเนี่ยจังนึ่งให้กิจสะใสได้เมียนพอต่างเจียสไรในขนมประเทศไทยได้ถือเอาไทยกันไตหลบบ้านในไทยนะกดได้บ่าอ๋อคุณลูกกุฎลีชมจำทางลูกบันชื้นตัวดอจูบจมูกนึงกองตอบในไอจูมุกได้ให้บานสุสุทุกพ้องบานจอมน้อยคลาแต่จูนปวดกวาดฟังลูกกุฎลีสังเกตเคยจะไม่ได้ตึกจัดบอกกองตอบระบบยังในผมได้จอบนึงประเทศไทยแต่เมียนเตรียมแหลกหนักแบบนั้นให้ตึกจัดการเปลี่ยนชีวิตเมียนพรมการเปลี่ยนด้านตัดไตเพียบบกรรมเช่นนั้นยังน่าได้บ่าบาดเชื่อการเป็นนักชมบานแต่โจรวมโดยจะไอ้ดอมยุคมันใช้ได้คือในไงนั่งจมูกนี้ต่อมาที่คือชมเจงเป็นนักคือชมเฉลี่ยเตยตามมาดอยกรุงไทยหน่อยเยอะเตยดอมีนเจนี่คือเตยตอมอนแต่สัตว์กระบายให้หนึ่งหมอโดนคือยังบานสู้เสาตกยังมือเคยทาบองปนกองตอบยังตีมือคือสบายจัดตีปีคือเมียนสิกได้คลาหันเรียจุ่มพวกสวากุมได้ไปเจียปรอดมันทาไปเจียจนตูเตอยังมันทาไอ้เต้คือก็ตัวสวากุมยังเคยเนี่ยจัดตกแต่จูกร้อยพอดอกำลังจัดกำลังกายระเบียบนี่คือก็สบายจัดมันแต่สมัยช่วงยมการสแกนมือเคยตั้งคือในภาษาตะมอนท้องเป็นเด็กชมลางตลอดเลยยังเคยทากินเมียนกำนัดมังปีมองบุญบุญเรามองใบกองตัวยืงปรำเนี้ยคางเกปรำเนี้ยดำใบแต่โชว์อยู่มุ้ยปีจีจวนเกมองเลี้ยงยืงมองเลี้ยงปันได้เอาไว้ได้การกอดสมกรเราบอกช่ำเนื้อเป็นแต่ยืงลายตั้งนะแต่เฮียนไทยเกถือดูทา
គេនឹងអស្ចារ្យណាស់ប្រាសាទគេពេលខ្ញុំទៅគេហាមថតគេហាមស្អីគេដើរតាមពីក្រោយយើងថាដូចយើងអ្នកទោសអញ្ចឹងតែយើងទៅមើលបានមិនឲ្យថតបានក៏ប៉ុន្តែយើងមើលឃើញតែជារូបភាពនេះបង្ហាញឲ្យឃើញថាចិត្តដែលវាឈ្លានពានចង់បានទឹកដីរបស់យើងនេះគឺមើលទៅគឺសកម្មភាពរបស់គេបញ្ចុះបញ្ចូលកងទ័ពរបស់គេទាំងជនជាតិរបស់គេមកដល់ជនជាតិថៃគេមកដល់គឺគេនិយាយក្តែងអញ្ចឹងមកណាគេថានេះជាប្រាសាទរបស់គេទៅអុជធុបបន់ស្រន់នៅទីនេះយើងមើលឃើញថាសរុបមកវិញខ្ញុំចង់លើកឡើងមួយជ្រុងដែលអាដាមញឹកមុនឆៃដែលលោកគុនធាបានសួរថាតើកងទ័ពមេបញ្ជាការភូមិភាគ2មិនព្រមឲ្យរាជរដ្ឋាភិបាលថៃទៅតុលាការ ICJ ក្នុងរឿងទេសុចិត្តវាយខ្ញុំគិតថានេះគឺជាចិត្តសាស្ត្ររបស់មេដឹកនាំទ័ពហើយក៏រួមចំណែកជាមួយនឹងនាយករដ្ឋមន្ត្រីថៃពីព្រោះជាតិសាសន៍របស់គេមួយយកតុលាការឡាអេធ្វើជានុយអន្តរជាតិមួយទៀតគឺមេភូមិភាគ2នឹងតែម្ដងអញ្ចឹងមេភូមិភាគ2នេះគឺចង់ធ្វើចិត្តសាស្ត្រវីរៈបរោះក្នុងសម័យដេជោហ៊ុនសែននិងថបដីតែម្ដងទី1គេចង់ធ្វើតេស្តថាតើយុទ្ធសាស្ត្ររបស់សម្ដេចតេជោនិងការដឹកនាំរបស់នាយករដ្ឋមន្ត្រីសម្ដេចបវរថបដីហ៊ុនម៉ាណែតមានគោលជំហរយ៉ាងណានៅពេលដែលទី1គឺថ្ងៃ28បាញ់សម្លាប់កងទ័ពមួយទី2ញុះញង់ឲ្យកម្ពុជាទៅវាយគេវិញអញ្ចឹងមានន័យថាចិត្តសាស្ត្រគេទី1គឺមើលឃើញថាកម្ពុជានឹងកាន់តែខ្លាំងឡើងបាទកម្ពុជាខ្លាំងគឺសម្រាប់ខ្ញុំយើងមើលឃើញថាកម្ពុជាខ្លាំងទី1គឺការជំហររបស់រាជរដ្ឋាភិបាលគឺសម្ដេចបវរថបដីទី2ចំហដែលខ្លាំងគឺកងទ័ពរបស់យើងគឺសម័យថ្មីនេះដែលអ្នកមើលមិនឃើញហើយមិនដឹងកម្ពុជាឥឡូវខ្លាំងកងយុទ្ធពលខេមរភូមិន្ទយុវជនដ៏ឆ្នាំកំពុងបណ្ដុះបណ្ដាលក្រោមការដឹកនាំសម្ដេចបវរថបដីក្នុងនាមជាអគ្គមេបញ្ជាការហើយរៀនពិសេសនៅទៀតអញ្ចឹងមានន័យថាសម្ដេចបវរថបដីស្គាល់ភូមិសាស្ត្រទាំងថ្នាក់អន្តរជាតិបានបណ្ដុះកងទ័ពមុននឹងឡើងធ្វើនាយករដ្ឋមន្ត្រីរួចហើយត្រៀមលក្ខណៈខ្លាំងជាស្រេចហើយនឹងទី1ទី2គឺកម្លាំងជាតិខ្មែររបស់យើងគ្រប់ទិសគ្រប់ទីមានន័យថាគាំទ្ររាជរដ្ឋាភិបាលរួមនឹងប្រជាជនកម្ពុជាយើងដែលពលករនៅក្នុងប្រទេសថៃក៏អញ្ជើញបញ្ជូលក្នុងការវិលត្រឡប់មកស្រុកដើម្បីមកធ្វើទាហានបាញ់ថៃទៅវិញនេះជារឿងពិតបរទេសជាជនគ្រប់ទិសទីទាំងអស់គាំទ្ររាជរដ្ឋាភិបាលយើងបង្ហាញជាក់ស្ដែងនៅថ្ងៃទី18មានន័យថាអាដាមហ៊ុនម៉ាណីបានសាកល្បងរៀបចំគេហៅថាដើរព្យុះហយាត្រាចលនាជាតិនិយមមានន័យថា 150000 នាក់បានមករាជធានីភ្នំពេញសម្រាប់យើងគិតថានៅតែរាជធានីភ្នំពេញដើម្បីបំផុសចលនាមួយដែលធ្វើឲ្យជាតិនិយមនឹងកាន់តែក្តៅឡើងអញ្ចឹងយើងមើលឃើញថានេះគឺជាមេទ័ពភូមិភាគ2កំពុងប្រសោតមើលចិត្តសាស្ត្រសម្ដេចតេជោនិងបវរធិបតីថាឯងហ៊ានវាយអញអត់ដូចពីដើមប៉ុន្តែថៃអើយអ្នកយល់ច្រឡំហើយពេលវេលានេះគឺខ្មែរកាន់តែខ្លាំងនៅពេលដែលមានវត្តមានតេជោចាត់ទុកថាតេជោគឺជាបារមីសម្រាប់ថែរក្សានៅក្នុងប្រទេសកម្ពុជានៅពេលនេះដែលថៃធ្លាប់តែមើងងាយប្រមាថការទៀននៅក្នុងប្រទេសកម្ពុជាមើងងាយជនជាតិខ្មែរអ្វីសពបែបយ៉ាងអ្នកកំពុងតែបាក់រំនួតហើយនៅពេលនេះគឺសម្ដេចបវរធិបតីបានអត់ធ្មត់គ្រប់បែបយ៉ាងដែលមានជំហរដ៏រឹងមាំអញ្ចឹងហើយនៅក្រៅពីសេណារីយ៉ូរបស់រាជរដ្ឋាភិបាលគឺមានសម្ដេចតេជោដែលមានបទពិសោធន៍គ្រប់គ្រាន់នៅក្នុងការធ្វើសង្គ្រាមមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការចរចាមានបទពិសោធន៍គ្រប់គ្រាន់ក្នុងបង្កើតនៅសន្តិភាពមួយដែលជាសន្តិភាពកម្ពុជានិងពិភពលោកហើយនៅច្បាប់ចុងក្រោយមួយទៀតដូចលោកគុនធាបានមានប្រសាសន៍អញ្ចឹងថាគ្រាន់តែចេញបាយសារសម្លេងហើយខ្លួនឯងចោទគេថាយើងគ្មានវិជ្ជាជីវៈនៅពេលដែលកម្ពុជាយកសំណុំរឿងទៅ ICJ អ្នកអត់បានហ៊ានទៅចាត់ទុកថារាជរដ្ឋាភិបាលអ្នកកំពុងតែកំសាកនៅលើផ្លូវច្បាប់ព្រោះអ្នកធ្លាប់ជាចោរអ្នកធ្លាប់ជាចោរប្រវត្តិសាស្ត្រអ្នកធ្លាប់លួចទឹកដីប្រទេសកម្ពុជាប៉ុន្តែនៅពេលដែលកម្ពុជាបានចេះអត់ធ្មត់គ្រប់បែបសពយ៉ាងកម្ពុជាឥឡូវឈានដល់លើការទូតអន្តរជាតិហើយនៅពេលទៅតុលាការ ICJ ហេតុអីក៏អ្នកមិនទៅតុលាការ ICJ ហេតុអីក៏អ្នកបានរំលោភបំពានសូម្បីតែច្បាប់នៅអាស៊ានក៏អ្នកបានបំលោភបំពានដែរព្រោះអ្នកបានបាញ់កម្ពុជាមុនមិនតែប៉ុណ្ណោះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសអ្នកក៏បានសរសេរអ្នកបានក៏ចុះហត្ថលេខីនៅក្នុងនោះដែរដើម្បីទទួលស្គាល់នៅបូរណភាពដែនដីកម្ពុជាហេតុអីក៏អ្នកបានរំលោភច្បាប់អញ្ចឹងការរំលោភច្បាប់របស់អ្នកកុំថាកម្ពុជាគ្មានវិជ្ជាជីវៈកម្ពុជាឥឡូវឈានដល់កម្រិតទូតហើយអញ្ចឹងមានន័យថាថៃឯងឆ្លាត
ក៏ប៉ុន្តែសម្រាប់ខ្ញុំកាត់ទុកថាមេដឹកនាំមិនមេដឹកនាំមេបញ្ជាការភូមិភាគ2អ្នកឯងកំពុងតែឆោតល្ងងទេញុះឲ្យកម្ពុជាទៅវាយអ្នកឯងវិញកម្ពុជានៅពេលនេះមិនវាយអ្នកឯងទេអង្គុយចាំមើលអ្នកឯងបក់ភ្លើងផ្សែងឆ្លោះគ្នានៅទីនោះហើយកម្ពុជានឹងឈ្នះនៅតុលាការ ICJ ពីព្រោះផ្លូវច្បាប់ទោះបីយូរមិនឆាប់ក៏ដោយកម្ពុជានៅតែព្រៀបហើយអ្នកនឹងឈ្នះបើសិនជាអ្នកហក់សង្គ្រាមមកមុនមានន័យថាកម្ពុជា17លានអ្នកធ្វេសបិទជាទូចប្រជាជនតិចបើប្រៀបធៀបជាមួយប្រជាជននេះវិញប៉ុន្តែប្រជាជនកម្ពុជាស្គាល់រសជាតិសង្គ្រាមនេះចាស់ចោលហើយបាទអរគុណលោកគុយលីអាចថាចង់ក្រោយចុះខ្ញុំមានពីរសំណួរឲ្យលោកគុយលីចង់ក្រោយចុះទី1លោកញឹមឆាបានលើកឡើងថាចង់ឲ្យមានច្បាប់មួយមិនចង់ឲ្យមានការទៅបកស្រាយផ្សេងបញ្ហាព្រំដែននឹងតែម្ដងទី1លោកគុយលីគ្រប់គ្រងដែរឬទេទី2ពាក់ព័ន្ធទៅនឹងនយោបាយមួយចំនួនខាងក្រៅប្រទេសនេះហាក់ដូចជាមិនគ្រប់គ្រងកម្ពុជាទេហាក់ដូចជាគ្រប់គ្រងពីគីម្ខាងទៀតហើយវិបហាមកលើរដ្ឋាភិបាលកម្ពុជាដែលកំពុងតែជាពិសេសសម្រាប់ទីជួរតែម្ដងដែលកំពុងតែដោះស្រាយបញ្ហាជំនឿថៃគួរតែប្រឆាំងឲ្យមើលកាត់សាដែរទេបាទអរគុណដែលពាក់ព័ន្ធនឹងរឿងច្បាប់យើងគិតថារដ្ឋាភិបាលបានធ្វើសេចក្តីព្រាងច្បាប់រួចហើយអញ្ចឹងខ្ញុំគិតថានឹងទុកតាច់ដោយឡែកព្រោះតែចំពោះខ្ញុំការគ្រប់គ្រងឲ្យមានច្បាប់សម្រាប់នៅក្នុងប្រទេសកម្ពុជាដើម្បីយើងអនុវត្តពីព្រោះប្រទេសយើងគឺពីគោលការណ៍លទ្ធិប្រជាធិបតេយ្យគឺคล้ายទៅជានីតិរដ្ឋគឺអនុវត្តច្បាប់នេះជាធំឥឡូវខ្ញុំចាប់អារម្មណ៍ទៅការឆ្លើយតបជាមួយនឹងក្រមជ្រុលនិយមដែលកំពុងធ្វើនយោបាយនៅក្នុងប្រទេសកម្ពុជាអញ្ចឹងសម្រាប់ខ្ញុំផ្ទាល់ខ្ញុំមើលឃើញថាពេលវេលានេះរដ្ឋាភិបាលដឹកនាំដោយសម្ដេចបវរធិបតីកំពុងបង្កើតគេហៅជាតិនិយមផ្សារភ្ជាប់ជាមួយនឹងកិច្ចគូបញ្ហាប្រទេសជាតិចំពោះក្រមជ្រុលនិយមគេក៏បង្កើតគំនិតជាតិនិយមដូចគ្នាក៏ប៉ុន្តែគំនិតឱកាសជ្រុលនិយមគឺបំផ្លាញជាតិនិយមឲ្យយល់ន័យហ្នឹងមានន័យថានៅពេលដែលរដ្ឋាភិបាលកំពុងដោះស្រាយបញ្ហាឬដឹកនាំប្រទេសតាំងពីអតីតនាយករដ្ឋមន្ត្រីសម្ដេចតេជោហ៊ុនសែនសម្ដេចបវរធិបតីគេច្រើនយករឿងបញ្ហាព្រំដែនជនអន្តោប្រវេសន៍ពាក់ព័ន្ធនឹងបញ្ហាធ្វើជានុយនយោបាយដើម្បីទម្លាក់កំហុសរដ្ឋាភិបាលតែនៅពេលនេះម៉ោងនេះអញ្ចឹងរដ្ឋាភិបាលបានគិតគូរពីបញ្ហាព្រំដែនជាមួយនឹងប្រទេសថៃតែម្ដងយើងមើលឃើញនៅពេលដែលយើងរដ្ឋាភិបាលកំពុងបង្កើតចលនាជាតិនិយមដើម្បីរួបរวมគ្នាជាធ្លុងមួយការជាតិគេក៏បង្កើតគំនិតបណ្ដោះគំនិតជាតិនិយមដូចគ្នាប៉ុន្តែឆ្លៀតឱកាសគឺជ្រុលនិយមដើម្បីគ្រប់គ្រងថៃញុះញង់មកវាយប្រទេសកម្ពុជាអញ្ចឹងយើងមើលឃើញថានេះគឺជាគំនិតមួយដែលថោកទាបជាទីបំផុតសម្រាប់ខ្ញុំជាអ្នកនយោបាយមិនស័ក្តិសមធ្វើជាគំរូនយោបាយនៅក្នុងប្រទេសកម្ពុជាទេអញ្ចឹងយើងមើលឃើញថាគ្មានជាតិសាសន៍ណាមួយដែលគេឆ្លោះគ្នានៅក្នុងក្របខ័ណ្ឌគោលនយោបាយសាធារណៈរិះគន់ដើម្បីស្ថាបនានេះគឺជានយោបាយដែលមានវិជ្ជាជីវៈទាំងបរទេសប្រទេសជឿនលឿនទាំងបារាំងទាំងអាមេរិកឆ្លោះគ្នាលើគោលនយោបាយនៅពេលដែលប្រទេសជាតិកំពុងប្រកាសអាសន្នជាមួយនឹងប្រទេសជិតខាងឬក៏បរទេសគេច្រើនគេបំភ្លេចចោលហើយក្រមជ្រុលនិយមគួរតែអៀនខ្មាស់នាយករដ្ឋមន្ត្រីថៃខ្មាស់មេដឹកនាំភូមិភាគ2គេឆ្លោះគ្នាអាមួយមិនត្រង់ទៅតុលាការ ICJ មួយមិនព្រមចរចាតែគេលួចស្កាត់ជួបគ្នាដើម្បីបញ្ហាគឺប្រទេសជាតិរបស់គេបង្ហាញគឺជាតិនិយមសម្រាប់ជាតិសាសន៍គេប៉ុន្តែអ្នកជ្រុលនិយមយើងថោកទាបណាឆ្លៀតឱកាសនិយមនៅពេលដែលរដ្ឋាភិបាលកំពុងដើរត្រូវដឹកនាំត្រូវប្រមូលកម្លាំងអ្នកស្នេហាជាតិនៅពេលនេះត្រូវបែរជាខ្លួនឯងមានសារជំទាស់យកឱកាសនិយមដើម្បីបង្ហាញអំពីភាពបែកបាក់នៅក្នុងផ្ទៃក្នុងទៅប្រាប់គេវិញអញ្ចឹងនយោបាយអន់យ៉ាងនេះនយោបាយគ្មានវិជ្ជាជីវៈយ៉ាងនេះសួរថាកូនខ្មែរកំពុងតែមានគំនិតជាតិនិយមបែបនេះសូមឲ្យពិចារណាមើលលើក្រុមនេះទៅចិត្តដាច់ពូជហើយដែលការប្រឆាំងរបៀបនេះមិនមែនជាប្រឆាំងដែលល្អសម្រាប់ប្រទេសកម្ពុជាទេនៅចុងបញ្ចប់ខ្ញុំសូមអំពាវនាវគណៈបកនយោបាយទាំងអស់ប្រជាពលរដ្ឋនិន្នាការទាំងអស់នៅពេលវេលានេះសម្រាប់ខ្ញុំគុជលីសូមយើងនាំគ្នាដោះអាវបកពាក់អាវរដ្ឋាភិបាលអាណត្តិទី7ដឹកនាំដោយសម្ដេចបវរធិបតីដើម្បីរួមគ្នាជាកម្លាំងមួយសម្រាប់ប្រទេសកម្ពុជាពេលវេលានេះមិននិយាយរឿងបកទេនិយាយរឿងជាតិអញ្ចឹងសូមឲ្យដោះអាវបកពាក់អាវរដ្ឋាភិបាលដើម្បីអីដើម្បីកម្ពុជាគឺធ្វើឲ្យប្រទេសជិតខាងនេះខ្លាចយើងជាទីបំផុតបាទសូមអរគុណលោកគុជលីសម្រាប់ការចូលរួមនៅក្នុងវេទិកាអ្នកជំនាញប្រចាំសប្តាហ៍នេះរបស់សារព័ត៌មានកម្ពុជាថ្មីខ្ញុំសូមជម្រាបលាត្រឹមតែប៉ុណ្ណេះបាទសូមអរគុណ